តែអ្នកទាំងអស់គ្នាដឹងទេថាថ្ងៃនេះជាថ្ងៃអ្វីថ្ងៃនេះគឺជាថ្ងៃពិសេសសម្រាប់បិតាគ្រប់រូបនិងស្ត្រីគ្រប់រូបថ្ងៃនេះជាថ្ងៃទិវានារីអន្តរជាតិក្រុមហ៊ុន Prima តែងតែផ្ដល់ឱកាសលើកកម្ពស់និងផ្ដល់តម្លៃដល់ការលះបង់របស់ស្ត្រីគ្រប់រូបមួយវិញទៀតទិវានារីអន្តរជាតិចង់បង្ហាញពីសេចក្តីគោរពការកោតសរសើរចំពោះស្ត្រីដែលតស៊ូនិងពុះពៀសម្រាប់កិច្ចការងារជាច្រើនបានដូចមនុស្សប្រុសទូទៅមោទនភាពរបស់ខ្ញុំក្នុងការងារគឺជាការប្រើប្រាស់ចំណេះដឹងនិងជំនាញដើម្បីដោះស្រាយរាល់បញ្ហាជូនអតិថិជនដោយភាពជឿជាក់យើងធ្វើការជាមួយនឹងមនុស្សច្រើនហើយនឹងដោះស្រាយបញ្ហារាល់បញ្ហារបស់អតិថិជនដែលគាត់សួរមកក្រុមហ៊ុននិងការគ្រប់គ្រងបុគ្គលិកជាប្រធានតំបន់ជាអ្នកអនាម័យរាល់បញ្ហាដែលភ្ញៀវលើកឡើងភ្លាមៗយើងត្រូវឆ្លើយភ្លាមៗចំពោះគាត់ដូចគ្នាយើងសម្អាតដោយយកចិត្តទុកដាក់ពេលដែលយើងសម្អាតរួចយើងត្រូវតែឆែកមើលឡើងវិញតើកន្លែងដែលយើងសម្អាតហ្នឹងយើងបានជូតស្អាតនៅហើយសម្រាប់អីហ្នឹងយើងបានប្រមូលអស់ហើយនៅយើងធ្វើដោយមិនយកចិត្តទុកដាក់មិនមានទំនួលខុសត្រូវយើងតែងតែមានការ complain ពីភ្ញៀវពីអីចឹងទៅអ្វីដែលជាកម្លាំងចិត្តគឺគ្រួសារមានន័យថាយើងខំប្រឹងប្រែងធ្វើការហ្នឹងក៏ដើម្បីមានប្រាក់ខែដើម្បីផ្គត់ផ្គង់ទៅលើគ្រួសារកូនរៀនការអាហារស្ត្រីគឺជាបុគ្គលចំណាយពេលវេលាទាំងកម្លាំងកាយកម្លាំងចិត្តសេចក្តីសុខនិងសុភមង្គលផ្ទាល់ខ្លួនដើម្បីផ្ដល់អនាគតមួយដ៏ល្អសម្រាប់កូននិងក្រុមគ្រួសារក៏ជូនពរដល់នារីទាំងអស់ដែលមានសមត្ថភាពធ្វើការចិញ្ចឹមគ្រួសារហើយអ្នកដែលគាត់នៅផ្ទះមិនមែនថាគាត់អត់បានធ្វើការទេគឺគាត់ធ្វើការងារផ្ទះមើលកូនហត់ជាងអ្នកដែលធ្វើការរាល់ថ្ងៃទៀតអញ្ចឹងគួរតែឲ្យតម្លៃទាំងអស់គ្នាអញ្ចឹងជូនពរដល់ស្ត្រីទាំងអស់ឲ្យមានសុភមង្គលក៏ដូចជាខ្លួនឯងក៏មានសុភមង្គលនៅក្នុងឆ្នាំថ្មីនេះដូចគ្នាសូមជូនពរដល់ស្ត្រីគ្រប់រូបសូមឲ្យមានសុខភាពល្អមានកម្លាំងមាំមួនមានបញ្ញាឆ្លៀសវៃស្មារតីខ្ពស់ជោគជ័យសិរីសួស្តីទាំងអស់គ្នាសូមជូនពរទៅដល់បងស្រីគ្រប់រូបសូមឲ្យមានសុខភាពល្អសំណាងល្អនិងជោគជ័យក្នុងការងារនិងសុភមង្គលក្នុងក្រុមគ្រួសារអរគុណ Prima Prima